តើយើងធ្លាប់ឆ្ងល់ពីរបៀបដែល Elon Musk គ្រប់គ្រងនិងបង្កើតក្រុមហ៊ុនធំៗដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងវិស័យផ្សេងៗគ្នាដែរឬទេគឺគាត់ប្រើតាមគោលការណ៍ដើម First Principle Thinking ហើយក៏មានអ្នកដែលល្បីឈ្មោះមួយចំនួនដូចជាលោក Thomas Edison បង្កើតអំពូលភ្លើងលោក Nikola Tesla អ្នកជំនាញលើវិស័យអគ្គិសនីនិងទស្សនវិទូ Aristotle ពួកគាត់ទាំងអស់នេះសុទ្ធតែប្រើ Technique First Principle នេះដើម្បីមកធ្វើការដោះស្រាយបញ្ហាដែលលំបាកនិងការបង្កើតនូវភាពច្នៃប្រឌិតដ៏អស្ចារ្យសម្រាប់មនុស្សជាតិថ្ងៃនេះខ្ញុំនឹងសាកល្បងបង្ហាញពីរបៀបដែលពួកគាត់បានធ្វើតើអ្វីជាគោលការណ៍ដើមដំបូង What is the first principles តើអ្វីទៅជាគោលការណ៍ដើមគោលការណ៍ដើមគឺជារបៀបការគិតឡើងវិញនៃមូលដ្ឋានគ្រឹះរបស់គោលការណ៍ដែលយើងអាចបែងចែកជា5ចំណុចសំខាន់ដូចខាងក្រោម 1. កំណត់បញ្ហាឲ្យបានច្បាស់ជាមុនសិន Identify your current problem ដោយលោក Albert Einstein បាននិយាយប្រសិនបើខ្ញុំមានពេល1ម៉ោងដើម្បីដោះស្រាយបញ្ហាខ្ញុំនឹងចំណាយពេល55នាទីគិតអំពីបញ្ហាហើយ5នាទីគិតអំពីដំណោះស្រាយជាងលោក Albert បង្ហាញពីសារៈសំខាន់នៃការដឹងពីបញ្ហាខ្លួនឯងច្បាស់ទេតើយើងនឹងចាប់ផ្ដើមដោះស្រាយវាដោយរបៀបណា 2. បំបែកបញ្ហា Break down the problem Elon Musk ពន្យល់ពីការបំបែកបញ្ហាគាត់បានប្រើវិធីនេះជាមួយនឹងថ្មថយយន្តអគ្គិសនីដើមឡើយថ្មឡានអគ្គិសនីមានតម្លៃ$600ក្នុង1គីឡូវ៉ាត់ម៉ោងដោយគាត់នឹងសហការីយល់ថាថ្មឡានអគ្គិសនីមានតម្លៃថ្លៃដើមគឺខ្ពស់ដូច្នេះការលក់ចេញក៏មិនសូវចំណេញបានប្រើការតិចនិកគោលការណ៍ដើម First Principle Thinking មកអនុវត្តដោយគាត់ចោទសួរថាតើប្រភពដើមនៃថ្មឡានអគ្គិសនីវាធ្វើមកពីណាអញ្ចឹងគាត់បានរកឃើញថាថ្មឡានអគ្គិសនីវាផលិតចេញពីថ្មកាបូនអាលុយមីញ៉ូមវាធាតុផ្សំផ្សេងៗទៀតដែលអាចមានតម្លៃធូរចុងក្រោយសល់តែ$8ប៉ុណ្ណោះក្នុង1គីឡូវ៉ាត់ម៉ោងដែលគឺទៅខុសគ្នាសឹងតែ60ដងនេះហើយជារបៀបដែលក្រុមហ៊ុន Tesla ផលិតថ្មដែលមានតម្លៃថោកមិនប្រសើរជាងមុនមិនមែនដោយការទទួលយកតម្លៃសម្រេចពីឧស្សាហកម្មប៉ុន្តែដោយការកសាងឡើងវិញពីមូលដ្ឋានដើម 3. បង្កើតដំណោះស្រាយថ្មី Create your new solutions លោក Musk មិនភ័យខ្លាចនឹងការបរាជ័យទេគាត់និយាយថាប្រសិនបើអ្វីៗមិនបរាជ័យនោះមានន័យថាអ្នកមិនទាន់ច្នៃប្រឌិតគ្រប់គ្រាន់ឧទាហរណ៍ជាក់លាក់ SpaceX បានបរាជ័យបាញ់រ៉ុកហែត3ដងជាប់គ្នាមុននឹងសម្រេចជោគជ័យលើដំណើរបាញ់លើកទី4 Tesla ជួបបញ្ហាផលិតនិងខាតប្រាក់យ៉ាងខ្លាំងប៉ុន្តែគាត់នៅតែអត់ធ្មត់សារៈសំខាន់សម្រាប់យើងការបរាជ័យគឺជាផ្នែកនៃដំណើរទៅរកជោគជ័យរៀនពីវានិងកែតម្រូវខ្លួនឯងកុំចុះចាញ់ព្រោះបរាជ័យមួយចំណុចទី4រួមនៅមួយមេសកម្មដែលមានគោលបំណងជាក់លាក់ Live with a purposeful mission លោក Musk មិនធ្វើអ្វីសម្រាប់ប្រាក់ប៉ុណ្ណោះទេគាត់មានគោលបំណងធ្វើអ្វីដែលជួយពិភពលោកគោលបំណងរបស់គាត់បង្កើតអនាគតថាមពលស្អាតតាមរយៈ Tesla និងទីក្រុង Solar City ធ្វើឲ្យមានមនុស្សអាចរស់នៅលើផ្លកផ្សេងតាមរយៈ SpaceX សារៈសំខាន់សម្រាប់យើងរស់ដោយមានគោលបំណងស្វែងរកអ្វីដែលមានន័យសម្រាប់ជីវិតខ្លួនឯងការរស់នៅដោយគ្មានគោលបំណងគឺដូចជាការធ្វើដំណើរដោយគ្មានទិសដៅ 5. កុំបោះបង់ជាមុន Elon Musk ជាបរិបទដែលមានភាពអត់ធ្មត់ខ្ពស់បំផុតពេល SpaceX និង Tesla ជិតដល់បរាជ័យគាត់មិនបោះបង់ទេគាត់ប្រើប្រាក់ចុងក្រោយសម្រាប់បន្តគម្រោងហើយចុងក្រោយទទួលបានជោគជ័យសារៈសំខាន់សម្រាប់យើងកុំបោះបង់សុបិនរបស់អ្នកទោះបីជាមនុស្សគ្រប់គ្នានិយាយថាវាមិនអាចទៅរួចក៏ដោយអត់ធ្មត់គឺជាថាមពលដ៏ខ្លាំងសម្រាប់អ្នកដែលមានចក្ខុវិស័យមនុស្សជោគជ័យគឺជាអ្នកដែលមិនឈប់ព្យាយាមសេចក្តីសន្និដ្ឋានប្រសិនបើយើងត្រូវដោះស្រាយបញ្ហាស្មុគស្មាញយើងត្រូវព្យាយាមយល់អំពីស្ថានភាពបច្ចុប្បន្នរបស់យើងសិនប្រៀបដូចជាយើងកំពុងតែបើកបរនៅក្នុងឡានហើយយើងចង់ទៅគោលដៅណាលុះត្រាតែយើងដឹងថាយើងកំពុងតែនៅកន្លែងណាសិនគោលការណ៍ដើមដំបូងគឺយើងត្រូវគិតដោយខ្លួនឯងកុំមើលស្រាលខ្លួនឯងពីព្រោះយើងគឺជាមនុស្សតែមនគតអាចសម្រេចអ្វីៗដែលអ្នកចង់សម្រេចវា